ភាពព័ត៌មានសម្ងាត់អាមេរិកវាយតម្លៃថាសន្ទរកថារបស់នាយករដ្ឋមន្ត្រីជប៉ុនពាក់ព័ន្ធនឹងតៃវ៉ាន់គឺជាការផ្លាស់ប្ដូរដ៏សំខាន់នៅថ្ងៃទី18ខែមីនាអង្គភាពព័ត៌មានសម្ងាត់ជាតិអាមេរិកបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីគ្រោះថ្នាក់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកក្នុងរបាយការណ៍នេះបានលើកយកសន្ទរកថារបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រីថាកាអ៊ីឈីសាណាអេក្នុងសភាដែលបានលើកឡើងថាបញ្ហាតៃវ៉ាន់អាចក្លាយជាស្ថានភាពគ្រោះថ្នាក់ដល់អស្ថិរភាពជាតិមកវិភាគរបាយការណ៍បានបញ្ជាក់ថាការនិយាយបែបនេះអាចក្លាយជាមូលដ្ឋានផ្លូវច្បាប់សម្រាប់ជប៉ុនក្នុងការអនុវត្តសិទ្ធិការពារខ្លួនជាក្រុមហើយបានវាយតម្លៃថានេះជាការផ្លាស់ប្ដូរដ៏សំខាន់សម្រាប់នាយករដ្ឋមន្ត្រីជប៉ុនប៉ុន្តែរដ្ឋាភិបាលជប៉ុនបានពន្យល់ថាសន្ទរកថារបស់នាយករដ្ឋមន្ត្រីគឺស្របតាមជំហរដែលមានពីមុនទោះជាយ៉ាងណារដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកត្រាំអាចមានការយល់ឃើញខុសពីនេះរបាយការណ៍ក៏បានលើកឡើងដែរថាសន្ទរកថារបស់នាយករដ្ឋមន្ត្រីជប៉ុនអាចធ្វើឲ្យចលនាឯករាជ្យរបស់តៃវ៉ាន់កាន់តែរឹងមាំហើយចិនប្រហែលជាមានការព្រួយបារម្ភចំពោះរឿងនេះជាមួយគ្នានេះការគំរាមកំហែងរបស់ចិនចំពោះជប៉ុនអាចនឹងកាន់តែខ្លាំងឡើងហើយសកម្មភាពយោធារបស់ចិននៅជុំវិញកោះសិនកាគឹនៅខេត្តអូគីណាវ៉ាក៏អាចកើនឡើងដែលបង្កើនហានិភ័យនៃហេតុការណ៍មិនរំពឹងទុកលើសពីនេះអាមេរិកបានវាយតម្លៃថាចិនកំពុងខិតខំអភិវឌ្ឍសមត្ថភាពដើម្បីអាចឈ្នះសង្គ្រាមពាក់ព័ន្ធតៃវ៉ាន់មុនឆ្នាំ2027ប៉ុន្តែរបាយការណ៍បានបញ្ជាក់ថាមិនមានភស្តុតាងថាចិនបានសម្រេចចិត្តធ្វើសង្គ្រាមនៅឆ្នាំ2027នោះទេហើយក៏មិនមានពេលកំណត់ច្បាស់លាស់សម្រាប់ការរួមបញ្ចូលជាតិនោះដែរយ៉ាងណាក៏ដោយចិនកំពុងពិចារណាជំរើសទាំងអស់រួមទាំងវិធីសាស្ត្រយោធាដើម្បីសម្រេចគោលដៅការរីកចម្រើនធំធេងរបស់ជាតិចិនមុនឆ្នាំ2049ប៉ុន្តែប្រសិនបើកងទ័ពអាមេរិកចូលរួមចិនក៏ដឹងថាហានិភ័យនៃការបរាជ័យនឹងកើនឡើងផងដែរ